រៀបចំកម្មវិធីបាទតាំងជាបឋមថ្ងៃនេះត្រូវនឹងថ្ងៃ10ថ្ងៃសុក្រ12កើតថ្នោតនៃខែបឋមាសាទស្ថិតនៅក្នុងឆ្នាំមមីអបស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី26ខែមិថុនាឆ្នាំ2026ទៀតណាដោយមានបងលិនរួមនឹងបងស្រីយឹមស្រីម៉ៅលោកជាប្រមេតាបៃតាខាងកូនប្រុសនិងលោកជួងគួនអ្នកស្រីសុកណាតលោកជាប្រមេតាបៃតាខាងកូនស្រីលោកបានរឹកពីពលាជ័យកំណត់យកថ្ងៃនេះដើម្បីធ្វើកម្មវិធីស៊ីស្លាបញ្ចប់ពាក្យកូនប្រុសស្រីដែលកូនប្រុសនាមថាថោសុខធីននិងកូនស្រីនាមថាគួនកនិកាចាំមុននឹងរៀបចំកម្មវិធីប្រឹក្សាស្នើការជាមួយអស់លោកមេបាទៅធំឧត្តមតកូលរៀមបងរងបន្ទុកនៅមុខនៃការខ្ញុំបាទក៏សូមសំណាក់ខន្តីអភ័យទោសអំពីសំណាក់អស់លោកមេបាទៅធំឧត្តមតកូលរៀមបងរងបន្ទុកនៅមុខនៃការถ้าលោកមានបរិយគួយក្បាលកទេលក្បាលព្រំជំនុំជាងការទាំងអស់ក្រែងខ្ញុំបាទប្រឹក្សាស្នើការទៅហើយមានជួនពីលើលោកខ្វះខាតមិនត្រូវមិនស្អាតតាមទំនៀមទម្លាប់ស្រុកភូមិរបស់អស់លោកមេបាក៏សូមលោកមេបាលោកសំណាក់ខន្តីអភ័យទោសដល់រូបខ្ញុំបាទផងបាទលោកមេបាលោកនៅស្រុកភូមិនេះលោកស្គាល់ខ្ញុំច្បាស់ទំនៀមទម្លាប់ក៏ខ្ញុំបានចូលញឹកញយដែរតែដល់ឡែកដែលលោកមេបាដែលលោកអញ្ជើញមកអំពីខាងភូមិជីតាងោយភូមិរោងដំរីស្រុកបាភ្នំខេត្តព្រៃវែងក្រៃរត់ទំនៀមធ្លាប់ស្រុកភូមិបងខាងនោះទៅវាធ្វើរឿងខ្លាចអំពីខាងនេះទៀតណាបាទទាំងសំសំណាក់ខន្តីអភ័យទោសដល់រូបខ្ញុំបាទផងក៏ត្រូវយ៉ាងណាក៏សូមលោកមេបាលោកមានប្រសាសន៍ទៀតបាទសាធុអរគុណណាស់ទេណាដល់លបងពំដឹងប្រុសតែបានមានវោហាសាស័ព្ទបញ្ជាក់ជូនដល់អស់លោកមេបាតូចធំទាំងសងខាងមិនអីទេណាព្រោះអីអស់លោកមេបាសិតតែចាស់ទុំនៅទីនេះលោកស្គាល់ហើយអញ្ចឹងដូច្នេះលោកបងលោកមានកិច្ចការអ្វីសូមមានប្រសាសន៍បន្តចោះទៀតបាទសាធុទានប្រគុណខ្ញុំឲ្យកាលពីគ្រាមុនលោកមេបាក៏លោកយល់ព្រមល្មមអនុញ្ញាតឲ្យមកដល់គ្រាខាងក្រោយនេះទៀតសោតបើពីដើមគេជម្រាបប្រាប់ពីប្រវត្តិតែដោយឡែកលោកមេបាចាស់អីនៅខាងនេះស្គាល់ខ្ញុំពីរនាក់ច្បាស់មកបាទគាត់ច្បាស់ណាស់ទាំងចូលចិត្តណាស់ចឹងបាច់ប្រាប់អីទៀតទេស្គាល់ដល់មេតបូលទៀតណាបាទអរគុណណាស់វាផឹកមិញមកគាត់និយាយគាត់ថាលេងដល់មេតបូលហើយតែមិនថាស្គាល់ច្បាស់ណាស់បាទចឹងពីដើមគេជម្រាបគេមានអ្នកពំនឹងស្រីគេចូលមកជាមុនទេណាតែដោយឡែកថ្ងៃនេះអត់មានបានទៅរកពំនឹងស្រីឯណាទេដោយឡែកពំនឹងស្រីគឺពិបាករកណាស់សម័យបច្ចុប្បន្ននេះហើយម្យ៉ាងទៀតដែលក៏បានការពឹងពោអំពីសំណាក់ពមេតាបៃតាខាងកូនប្រុសមកឲ្យខ្ញុំបាទដើរតួធ្វើជាអ្នកពំនឹងចឹងសូមអស់លោកមេបាលោកពេជ្រពិលរមើលមើលអំពីរូបឆោមលោកពណ៌សម្បល់សម្បកសម្បត្តិចរិយាមេរយាទមានកម្ពស់អាយុវ័យខ្ញុំបាទទេណាតើអាចស័ក្តិសមធ្វើជាពំនឹងប្រកិច្ចបង្គោលជ័យភ្ជាប់ពាក្យកូនប្រុសស្រីលោកមេបាបានដែរឬក៏យ៉ាងណាគៀនសូមលោកមានប្រសាសន៍បាទសាធុអរគុណណាស់ទេណាដល់លោកបងពំនឹងទេណាដែលលោកមានប្រសាសន៍ច្បាស់ការបញ្ជាក់ជូនដល់អស់លោកមេបាទាំងសងខាងឲ្យបានជ្រាបថាពីដើមមុននឹងចូលដល់ពំដឹងប្រុសឬក៏អ្នកផ្លូវប្រុសមកប្រឹក្សាស្នើការគេតែងតែទៅពឹងពោរកលោកអ្នកផ្លូវស្រីហើយសម័យបច្ចុប្បន្ននេះឃើញថាពិបាកណាស់អ្នកផ្លូវស្រីនោះហេតុដូច្នេះហើយបានជានៅក្នុងកាសវេលាពេលនេះលោកបងទេណាលោកឲ្យអស់លោកបេបាលោកពេជ្រពើរមិលមើរូបឆោមលោមពណ៌សម្បល់សម្បកចរិយាមេរយាទមានកម្ពស់អាយុវ័យរបស់លោកបងតើស័ក្តិសមដើម្បីមកធ្វើជាពំនឹងឬក៏អ្នកផ្លូវបានដែរឬទេអញ្ចឹងទេខ្ញុំបាទពេជ្រពើរមិលមើលទៅរូបឆោមលោមពណ៌សម្បល់សម្បកចរិយាមេរយាទមានកម្ពស់អាយុវ័យរបស់លោកបងនេះគឺពិតជាស័ក្តិសមណាស់ទេណាមើលទៅលោកបង
មានទាំងពីអាវកត់ក៏តាំងព្រមទាំងស្លៀកពាក់ក៏សមរម្យដើម្បីបំពេញជាទម្រង់កិច្ចនៃមង្គលសិរីសួស្តីនៃកម្មវិធីពិសាស្លាបញ្ចប់ពាក្យនៅក្នុងកាលវេលាពេលនេះអញ្ចឹងមិនតោះខុសអីទេទេណោះអស់លោកមេបាទាំងសងខាងទេណោះបាទមិនតោះខុសអីទេអញ្ចឹងលបងពំនឹងលោកមានកិច្ចការអ្វីសូមមានប្រសាសន៍បន្តចោះទេបាទសាធុអរប្រគុណណាស់ទេណាដែលលោកមេបាលោកបានមានប្រសាសន៍ស្បាការថាសំរុំហើយអញ្ចឹងជាបាទក៏សូមការអនុញ្ញាតដើម្បីចូលខ្លួនមករៀបចំក្នុងកិច្ចមង្គលពិធីពិសាស្លាជាប់ពាក្យកូនប្រុសស្រីលោកមេបាដោយតទៅស្លា2ជាងពៀនទៀនតង្គោះមលូ3ម៉ាត់ពំនឹងជាបាទក៏សូមលើកហាត់ក្រាបប្រណិប័តដល់អស់លោកមេបាតូចធំឧត្តមតកូលរៀនស្បងរងបន្ទុកនៅមុខនៃការក៏សូមការអនុញ្ញាតសូមផ្លូវលោកមេបាដើរចដាលោកមេបាឡើងសូមផ្ទះលោកមេបាឈប់សូមមលុបលោកមេបាជ្រកសូមទាំងកទេតលបក្របអង្គុយសូមទាំងទឹកពិសាតើលោកមេបាលោកអនុញ្ញាតទេសូមទានជ្រាបសូមជម្រាបលោកមានប្រសាសន៍បាទសាធុអរគុណទេណាដល់លោកបងពំនឹងប្រុសទេណាខ្ញុំបានជម្រាបជូនទៅលោកបងថាផ្លូវគេធ្វើសម្រាប់ដើរចណ្ដើក៏គេធ្វើសម្រាប់ឡើងហេតុដូច្នេះហើយខ្ញុំបាទនេះមិនចង្អៀតចង្អល់អីទេទេណាអនុញ្ញាតឲ្យទេលោកបងលោកមានកិច្ចការអ្វីសូមមានប្រសាសន៍បន្តទៀតបានបាទសាធុអរប្រគុណណាស់ទៀតណាកាលពីគ្រាមុនលោកមេបាក៏បានអនុញ្ញាតឲ្យខ្ញុំបានឡើងចុះទៅមកហើយមកដល់ឃ្លាខាងក្រៅនេះទៀតសោតពំនឹងខ្ញុំបាទក៏សូមស្រឡាញ់ចិត្តលោកមេបាតើលោកមេបាលោកអនុញ្ញាតទេសូមទានជ្រាបសូមជម្រាបលោកមានប្រសាសន៍បាទសាធុអរគុណទេណាអញ្ចឹងបន្ទាប់ពីអនុញ្ញាតឲ្យបានទីកន្លែងចុះឡើងហើយឃ្លាខាងក្រោយលោកបងលោកសូមស្រឡាញ់ចិត្តយើងខ្ញុំជាមេបាខាងកូនស្រីខ្ញុំបាទជម្រាបជូនលបងព្រមទាំងអស់លោកបេបាឲ្យបានជ្រាបថាសពដងកន្លងមកនេះនៅក្នុងស្រុកក្នុងភូមិហើយជាពិសេសនេះក៏គេសម័យបច្ចុប្បន្ននេះក៏គេចូលចិត្តស្រឡាញ់រាប់អាននោះក៏ជារឿងល្អប្រពៃត្រឹមត្រូវណាស់មិនតោះខុសអីទេខ្លាចតែអ្នកនឹងមកស្អប់មិនស្រឡាញ់មិនពេញចិត្តហេតុដូច្នោះហើយក្នុងថ្ងៃនេះប្រសិនណាបើបានលបងពំនឹងអស់លោកមេបាខាងកូនប្រុសលោកចូលមកសូមស្រឡាញ់សូមរាប់អានយើងខ្ញុំជាមេបាខាងកូនស្រីនេះគឺយើងខ្ញុំមិនថាអីទេទេណាព្រោះសម័យបច្ចុប្បន្ននេះក៏រកតែអ្នកស្រឡាញ់ចូលចិត្តហើយអ្នករាប់អានទេណាលបងលោកមានកិច្ចការអ្វីមានប្រសាសន៍បន្តទៀតបានបាទសាធុទានប្រោសលោកមេបាកាលអំពីគ្រាមុននោះលោកមេបាក៏លោកបានអនុញ្ញាតឲ្យពំនឹងខ្ញុំបាទបានស្រឡាញ់ចិត្តហើយមកដល់ឃ្លាខាងក្រោយនេះទៀតសោតពំនឹងខ្ញុំបាទក៏សូមស្រឡាញ់រហូតទៅដល់ទឹកដីអាស័យដងស្វាយដីស្រែចំការច្បារដំណាំលោកមេបាឃើញតែដីលោកមេបាមានជីជាតិល្អចង់យកពូជស្រូវគង់សងក៏ក្អូបមកផ្សារព្រោះដាំដុះលើដីលោកមេបាតើលោកមេបាលោកអនុញ្ញាតទេសូមទានជ្រាបសូមជម្រាបលោកមានប្រសាសន៍បាទសាធុអរគុណទេណាចឹងឃ្លាខាងក្រោយលោកបងលោកបានពេញពើរមើលដឹងថាទឹកដីជ័យជំភូមិយើងខ្ញុំនៅខាងក្រាំងស្លែងនេះមានជីវជាតិល្អទេណាហើយចង់យកពូជស្រូវគង់សងក៏ក្រអូបសាព្រុះបណ្ដោះក្របពូជធាដែលលើដីស្រែជើងស្រុកសម្បុកជើងលៀនរបស់យើងខ្ញុំអញ្ចឹងយើងខ្ញុំមិនថាអ្វីទេណាអនុញ្ញាតឲ្យទានលបងលោកមានកិច្ចការអ្វីសូមមានប្រសាសន៍បន្តទៀតបាទសាធុអរប្រគុណណាស់ដល់លោកមេបាលោកមានប្រសាសន៍ច្បាស់ការអនុញ្ញាតឲ្យពំនឹងខ្ញុំបាទបានហើយមកដល់ឃ្លាខាងក្រោយនេះទៀតសោតកាលពីគ្រាមុនលោកមេបាបានបង្គាប់រាប់ជាឲ្យខ្ញុំបាទធ្វើជារបងចងជារបាចាជាសម្រាប់ពាត់ស្រះការពារដល់ផលដំណាំលោកមេបាកាប់ជួរោះដកស្ទូងជួនជាម៉ោង9នោះខ្ញុំបាទបានកលេចមកឃើញនាងលៀបសេរីប្រកបដោយបញ្ញពិតកល្យាណីស្រីបញ្ញកេណានាងដើរមកពីផ្សារទេណាក៏មានដៃឆ្វេងកាន់បាច់ផ្កាដៃស្ដាំនោះណាកាន់វលីខ្ញុំបាទបានឃើញហើយក៏បានចាប់ចិត្តប្រតិបត្តិស្នេហាក៏លោភលួចសួរក្មេងខ្វាងអ្នកចិត្តខាងទៅគេថាជាកូនរបស់អ្នកម្ដាយដល់តែពេលសួរអ្នកឆ្ងាយទៅគេថាជាកូនរបស់លោកអ្នកឪពុកដល់តែពេលសួរមីងមាយាយតាក្នុងស្រុកទៅគេថាជាកូនរបស់លោកមេបាទានប្រគុណខ្ញុំឲ្យសូមទានលោកជ្រាបតើលោកមេបាលោកពិតជាមានទីតា
កូនស្រីទីតានាមគុណកណិកាពិតឬក៏យ៉ាងណាសូមលោកមេបាលោកមានប្រសាសន៍ទៀត បាទសាធុអរគុណទេណាដល់លបងអ្នកផ្លូវទេណាបានស្គាល់ច្បាស់ឃើញច្បាស់ពីចម្ងាយហើយស៊ើបសួរយើងខ្ញុំថាមានទេតាស្រីឈ្មោះគួនកណិកានេះដែរទេអញ្ចឹងខ្ញុំបាទមិនលាក់បាំងទេទេណាពិតជាមានពិតប្រកបមែនទេសូមលបងជ្រាបទៀត បាទសាធុអរប្រគុណណាស់លោកមេបាមានប្រសាសន៍ច្បាស់ការអត់លាក់លៀមថាពិតជាមានមែនតែខ្ញុំបាទជម្រាបប្រាប់លោកមេបាថាកូនស្រីមកពីឆ្ងាយទេទៀតណាមិននៅស្រុកនឹងទេខ្ញុំក៏អត់បានឃើញដែរចង់កុំអាចឆ្លើយញាប់ពេកថាអត់ទាន់បានឃើញដែរទៅ ទេដែលដឹងតែឃើញនោះដោយសារតែកម្មវិធីភាសាស្លាតដឹងតែមានកូនស្រីហើយអញ្ចឹងឆ្លើយតែមានទៅហើយ បាទអរគុណណាស់បានឆ្លើយកាត់បាទទៀនប្រគុណខ្ញុំហើយកាលពីគ្រាមុនលោកមេបាមិនបានលាក់លៀមលោកមានប្រសាសន៍ច្បាស់ការថាពិតជាមានធីតាឈ្មោះគួនកណិកាជាកូនស្រីរបស់លោកមេបាមែនតើកូនស្រីរបស់លោកមេបានឹងនៅទំនេរឬក៏មានជាប់ពាក្យជាប់សម្ដីនឹងអ្នកភូមិផងរបងសញ្ញាជាប់ខាងហើយឬនៅសូមទៀនជ្រាបសូមជម្រាបលោកមានប្រសាសន៍ បាទសាធុទេណាអញ្ចឹងឃ្លាខាងក្រោយលបងពុំដឹងប្រុសលោកចង់ដឹងថាកូនស្រីរបស់យើងខ្ញុំនេះលោកនៅទំនេរឬក៏ជាប់ពាក្យជាប់សម្ដីនឹងអ្នកភូមិផងរបងសម្រាប់ផ្ទះដែរទេអញ្ចឹងខ្ញុំបាទជម្រាបជូនដល់លបងពុំដឹងប្រុសអស់លោកបៃបាលោកបានជ្រាបថាបុត្រីរបស់យើងខ្ញុំនេះឈ្មោះធីតាគួនកណិកាជាកូនស្រីល្អប្រពៃណាស់ទៀតណាជាកូនប្រកបទៅដោយធម៌ដឹងខុសដឹងត្រូវស្គាល់គុណស្គាល់ទោសស្គាល់លោកឪពុកអ្នកម្ដាយចាស់ទុំព្រានលៀនហើយសពដងកន្លងមកធីតាស្រីកូនរបស់យើងខ្ញុំនេះក៏មានជាប់ពាក្យជាប់សម្ដីនឹងមេបាចាស់ទុំទៅហើយទៀតណាសូមលបងមហាលបងពំនឹងជ្រាបទៀត បាទសាធុសូមទៀនជ្រាបជម្រាបប្រសាសន៍អស់លោកមេបាកាលអំពីឃ្លាមុនលោកមេបាថាកូនស្រីលោកមេបាបានជាប់ពាក្យជាប់សម្ដីនឹងមេបាចាស់ទុំទៅហើយមកដល់ឃ្លាខាងក្រោយនេះទៀតសោតបើពំនឹងខ្ញុំបាទមកមានតែចេកទុំនំគមព្រមតែផ្លែឈើ36មុខមករៀបនៅមុខលោកមេបាលើកជូនលោកមេបាតើលោកមេបាអាចទៅសោះដោះសារឲ្យពំនឹងខ្ញុំបាទបានទេទៀនសូមលោកមានប្រសាសន៍ បាទសាធុអរគុណណាស់តែណាអញ្ចឹងប្រសិនណាបើលបងពំនឹងប្រុសអស់លោកបៃបាខាងកូនប្រុសលោកមកតមាត់ទេដៃទេខ្ញុំបាទតំណាងជំនួសជួសមុខឲ្យលោកបៃបាខាងកូនស្រីនេះគឺមិនអាចទៅសោះដោះសារបានទេក៏ប៉ុន្តែថាបមោមានទាំងផ្លែឈើចេកទុំនំផ្អែមតម្កល់ទុកក្នុងទីនេះហើយគឺខ្ញុំបាទអាចទៅសោះដោះសារជូនទៅកាន់លបងពំនឹងបានទានសូមលបងជ្រាបទាន បាទសាធុសូមទៀនជ្រាបជម្រាបប្រសាសន៍លោកមេបាកាលពីឃ្លាមុននោះលោកមេបាបានយល់ព្រមល្មមដោះសារឲ្យពំនឹងខ្ញុំបាទបានហើយមកដល់ឃ្លាខាងក្រោយនេះទៀតសោតពំនឹងខ្ញុំបាទសូមសួរខែឆ្នាំកូនស្រីលោកមេបាតើកូនស្រីលោកមេបាធីតាគួនកណិកានេះកើតនៅឆ្នាំអីខែអីថ្ងៃអីសូមទៀនជ្រាបសូមជម្រាបលោកមានប្រសាសន៍ បាទសាធុទៅមកដូចគ្នាអត់ទាន់ដឹងថ្ងៃខែឆ្នាំដែរឥឡូវចេះដែរណាខ្ញុំបាទសូមជម្រាបជូនតែថ្ងៃខែឆ្នាំសិរីបង្គលទេដែរណាថ្ងៃខែឆ្នាំពិតប្រាកដក្នុងសម្បត្តិកំណើតអត្តសញ្ញាណប័ណ្ណសភៅគ្រួសាររបស់កូនស្រីយើងខ្ញុំជារឿងឯកជនភាពអញ្ចឹងលបងយកបានទេទេណាថ្ងៃខែឆ្នាំសិរីមង្គលទេបាទអរគុណទេណាចឹងខ្ញុំបាទសូមសួរតែថ្ងៃខែឆ្នាំសិរីមង្គលទេទៀនដោយឡែកថ្ងៃខែឆ្នាំពិតប្រាកដលោកមេបាលាក់ទុកចោះទៀន បាទសាធុតែណាអញ្ចឹងបើថ្ងៃខែឆ្នាំសិរីមង្គលខ្ញុំបាទអាចជម្រាបជូនបានអញ្ចឹងកូនស្រីយើងខ្ញុំឈ្មោះធីតាគួនកណិកានេះលោកកើតនៅក្នុងឆ្នាំមាសបរបោពោពាសចម្រើនឥតអខែនោះក៏ខែប្រាក់ប្រជុំតិចជាប់ជាប្រចាំមួយថ្ងៃគឺថ្ងៃសម្រិទ្ធញាត